ប្លុកបែបស្រុកស្រែនេះគឺខ្ញុំបានទៅដាក់អន្ទាក់ហើយខ្ញុំក៏បានខ្យងបងប្អូនហើយខ្ញុំបានទៅកាត់ផ្ទោះដូងប្រាស់បងប្អូនប៉ុន្តែខ្ញុំអត់បានទៅថតកន្លែងខ្ញុំកាប់ផ្ទោះដូងប្រាស់ហើយនឹងទៅរកវល្លិទេព្រោះយើងមកហ្នឹងគឺមេឃអត់ទាន់បើកថ្ងៃទេបងប្អូនហើយខ្ញុំមកចាំម៉ាស៊ីនច្រូតស្រូវខ្ញុំបានធ្វើអន្ទាក់ជុចមួយឥឡូវចាប់ផ្ដើមធ្វើហើយវីដេអូកន្លងមកខ្ញុំក៏បានប្រាប់ពីការធ្វើអន្ទាក់នឹងដែរបងប្អូនមិនមែនថាអត់បានប្រាប់ទេវីដេអូចាស់ៗកន្លងមកអញ្ចឹងខ្ញុំអត់បានបកស្រាយទេក្នុងវីដេអូវែងមួយនេះបងប្អូនហើយយើងក៏បានរៀបចំក្រងវាបងប្អូនក្រងដូចកន្លងវីដេអូចាស់ៗខ្ញុំប្រាប់ហើយខ្ញុំបានកាត់យកតែហ្មងព្រោះខ្ញុំធ្វើវីដេអូនេះមកបានវីដេអូវែងមួយហើយសម្រួលមកខ្លីត្រឹមហាក់ផែតែ3នាទីនេះគឺវីដេអូខ្ញុំថតស្ទើរតែយូរបងប្អូនមិនមែនតិចម៉ោងតិចអីទេបងប្អូនតែខ្ញុំមករួមឲ្យខ្លីសួរបងប្អូនបានទស្សនាមើលអញ្ចឹងបងប្អូននឹងទិដ្ឋភាពបែបស្រុកស្រែចំការមានដើមត្នោតស្រូវផល្លានុផលកសិកម្មអីចឹងបងប្អូនអត់មានអីច្រើនទេនៅម្លុកស្រុកស្រែបងប្អូនមានតែទេសភាពបែបស្រុកស្រែហ្នឹងបងប្អូនបែបចំការច្បារដំណាំហ្នឹងបងប្អូនក្រៅពីក្រងបានពាក់កណ្ដាលហើយខ្ញុំក៏បានចាប់ផ្ដើមចិត្តបានបើកមុខឲ្យបងប្អូនហើយនឹងបានធ្វើកនួចខាងក្រោយដើម្បីដាក់ជីឆ្នុកឥឡូវខ្ញុំបានបើកមុខឲ្យរួចរាល់បណ្ដើខ្លះហើយជីដែលធ្វើហើយហ្នឹងគឺខ្ញុំឆ្លៀតយកទៅដាក់នៅពេលមេឃបើកថ្ងៃតិចហើយពេលតែថ្ងៃរៀងរះម៉ោងប្រហែលជាជិត10ខ្ញុំបានទៅដើរទៅមើលវិញហើយព្រោះយប់មិញហ្នឹងមេឃក៏បានភ្លៀងខ្លះដែរបងប្អូនក៏បានរៀបចំបើកមុខរួចរាល់អស់ហើយយើងតិចទៀតយើងនឹងទៅដាក់អន្ទាក់ជុចនឹងត្រីទាំងអស់គ្នាបងប្អូនហើយខ្ញុំធ្វើនេះគឺធ្វើបានតែមួយទេបងប្អូនអត់បានច្រើនទេហើយកន្លងមកក៏មានអ្នកខ្លះក៏សុំខ្ញុំរៀនហើយបងប្អូនអាចមើលវីដេអូហ្នឹងរៀនតាមបាននិយាយទៅជុចនេះគឺវែងណាស់បងប្អូនកម្ពស់វាហើយនឹងបណ្ដោយទទឹងគឺខ្ពស់មែនតើវាអាចចូលបវាស់ឆ្អាមវាអាចចូលចិត្ត6 7ឆ្អាមបងប្អូនគឺវែងមែនតើគឺខ្ញុំធ្វើបែបជុចធំបងប្អូនជុចធំមែនតើជុចនេះគឺកម្ពស់ដូចខ្ញុំប្រាប់ហ្នឹងខ្ពស់មែនតើហើយអាចដាក់ត្រីណាចូលអីគឺបានដឹងតែមួយសឡពេលចូលម្ដងបងប្អូនក៏ឃើញខ្ញុំអង្គុយហើយនឹងកម្ពស់ជុចហ្នឹងគឺខ្ពស់គឺខ្ញុំធ្វើបែបលក្ខណៈឲ្យខ្ពស់បងប្អូនធ្វើបែបលក្ខណៈហ្នឹងម៉េចឲ្យធ្វើឲ្យត្រីចូលបានច្រើនណាបងប្អូនមិនបង្អង់យូរបងប្អូនយើងចាប់ដើមទៅដាក់ម្ដងបងប្អូនទៅរកកន្លែងទឹកហូរហើយរៀបចំបោចស្មៅបោចអីហ្នឹងយកធាងត្នោតយកទៅក្រោបពីលើកុំឲ្យគេឃើញគេអីឬកុំឲ្យត្រីឃើញអីចឹងបងប្អូនមួយសន្លក់ទៀតខ្ញុំក៏បានចាប់ផ្ដើមដើរទៅមើលវាឡើងវិញក៏មានត្រីចូលត្រីអីដល់ពេលខ្ញុំទៅមើលទៅក៏បានចូលខ្យងបងប្អូនចូលខ្យងព្រោះពេលខ្ញុំទៅដាក់ហ្នឹងឃើញក្តាមឃើញខ្យងវាកាត់កន្លែងទឹកហ្នឹងច្រើនមែនតើហើយយើងដាក់ទៅបានខ្យងចូលច្រើនមែនតើបានប្រហែលជា6 7ខ្យងដែរបានខ្យងនេះយកទៅឆាក្តៅឬចុចទឹកម្ជូរគឺឆាឆ្ងាញ់ណាស់បងប្អូនហើយខ្ញុំក៏បានលើកស្រង់វាមកលើគោកហើយដើម្បីចាក់យកខ្យងបងប្អូនហើយខ្ញុំក៏បានចាក់បានខ្យងប្រហែលមួយឆាដែរបងប្អូនបានប្រហែលប៉ុណ្នេះបានមួយឆាឥឡូវខ្ញុំបានបង្ហាញបងប្អូនទស្សនា